vay còn tôi phía rồi nhóm đừng lời đi nên tới đã tôi con mà nè tôi còn thì làm dùng bà vay lại vay tới chứ vay tới chứ vì nhà này thôn nó cứ thằng bà mà Mario កាលពីយុគម្សិលមិញប្រហែលជាបរាបានឃើញហើយគិតថាសម្បត្តិអាចដាច់ Mario បានអញ្ចឹងទេបរាការតាមការគិតមុនការប្រកួតណា nhóm muốnប្រកួតខ្ញុំគិតថាបានពីមួយចូលប្លង់របស់បាទអីកងតូច ទៅលើការប្រកួតរបស់ Mario សម្បត្តិគិតថាបរាគិតថាមិនមានផ្លែជាងការជួបយើងនៅអេស្ប៉ាញទេឬក៏មិនវិញដែរ mình biết ấy fly chứ bằng còn nơi tàu vay đây ba thì công thứ ba cho tha mặt còn thôn chẳng vay mặt ở tới ấy châu bao thằng mặt với mặt còn ngôn đôi kia miền ấy này បងនិយាយបើសិនជាវាយលក្ខណៈកងធំបរាធ្លាប់ជួបហើយសម្បត្តិតែបើកងតូចទេសម្រាប់សម្បត្តិអាចនិយាយបានថាមិនដែរមួយបរា បើវាយកងតូចពីរយខ្ញុំដូចនៅនេះនឹងទៅដែរទទួលស្គាល់មកណា ទទួលស្គាល់ សម្បត្តិគាត់មិនគាត់ធ្ងន់ហើយគាត់ធន់នឹងឬក៏មិនវិញបាទ អ្វីដែលសំខាន់គឺគាត់ធន់យើងវាយគាត់មិនទៅតែវាយកីឡាវាយអត់ស្រត់ផងហើយបើយើងក៏ត្រូវយើងរៀងធ្លាក់ស្រត់ធ្លាក់អីខ្លះបើគាត់អត់ស្រត់ផងកីឡាវាបាក់វាយកន្លែងហ្នឹងវាយទៅឈឺវាយទៅអត់ឈឺវាញាក់ដែរសម្បត្តិគាត់មានឡើងល្អតែហ្នឹងឯង បាទគឺអារឿងធន់ហ្នឹងគឺមិនដឹងបានមកដែរ សុំខ្លាចតែហ្នឹងមួយបាទ ខ្ញុំមានអីទេបងសំខាន់កីឡាវាមានឈ្នះទៅឈ្នះមកចាញ់ទៅចាញ់មកតែធម្មតាតែយើងខ្មែរដូចគ្នាឈ្នះយើងក៏សប្បាយចិត្តចឹងដែរ បាទនេះអាចថាជាការទទួលស្គាល់នូវភាពពិសេសមួយរបស់ពេជ្រសម្បត្តិដែរបងប្អូនដោយបូរ៉ាគាត់និយាយទៅថាបើកងតូចប៉ះពេជ្រសម្បត្តិគាត់ប្រហែលជាមិននៅទេមើលទៅ បាទមិនខុសពី Mario ប្រហែលទេហើយគាត់ក៏រីករាយដែរសម្បត្តិអាចថានិយាយបានថាសងសឹកសម្រាប់គាត់ដែរណាទៅលើ Mario ហើយបងប្អូនមើលការប្រកួតរបស់បាទ King Bora នៅថ្ងៃអាទិត្យសប្តាហ៍នេះគឺលើកទឹកដីខេត្តបាត់ដំបងគេទៅប៉ះជាមួយនឹងកីឡាករថៃបាទកីឡាករ Super Chai Lek បាទកីឡាករថៃរូបនេះក៏មានសមត្ថភាពគួរសមដែរបងប្អូនបាទ